ប្រហែលជា 2-3 ម៉ោងមុននេះខ្ញុំកណ្ណាអាត្មាបានឃើញព័ត៌មាននៅលើpageអាដាមសំរងស៊ីសកម្មភាពនយោបាយយ៉ាងណានោះអាត្មាមិនចង់លូកលាន់ទេក៏ប៉ុន្តែទស្សនវិជ្ជារូបមួយដែលផុសកាលពីប្រហែលម៉ោងមុននេះគឺបង្ហាញអំពីកង្វះខាតនៃការធ្វើទាននៅក្នុងព្រះពុទ្ធសាសនាអាត្មាឯកភាពថាការធ្វើរបៀបនោះគឺជាការធ្វើដោយខ្វះបញ្ញានៅក្នុងការធ្វើបុណ្យធ្វើទាននឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ត្រាស់ថាទានដែលមានផលច្រើនគឺជាទានដែលប្រកបទៅដោយបញ្ញាគឺជាទានដែលប្រកបទៅដោយប្រយោជន៍រីឯទានដែលធ្វើដោយសេចក្តីជ្រះថ្លាហើយមិនគិតអានឹងក៏នៅតែជាទានប៉ុន្តែទានដែលមិនប្រកបទៅដោយបញ្ញាតាមពិតយើងក៏គួរតែបង្រៀនប្រជាពលរដ្ឋអំពីរឿងនឹងដែរអំពីរបៀបនៃការធ្វើក៏ប៉ុន្តែអ្វីដែលយើងផុសនៅលើទំព័ររបស់យើងมันមានការពន្យល់ច្បាស់លាស់គឺឲ្យឃើញតែកំហុសហើយទំនងជាអាយដាមឬក៏ក្រុមការងាររបស់អាយដាមជាអ្នកផុសនឹងមិនបានដឹងជីវភាពពិតរបស់ព្រះសង្ឃទេរូបនេះបើយើងពិនិត្យមើលគឺមិនមែនរូបនៅស្រុកខ្មែរទេព្រោះព្រះសង្ឃនៅស្រុកខ្មែរមិនពាក់អាវទេអញ្ចឹងព្រះសង្ឃដែលគង់នៅក្នុងកណ្ដាលចង្ហាន់ដ៏ពោពាសនេះគឺគ្រងនៅក្នុងវត្តដៃខាងស្ដាំពាក់អាវយើងឃើញពាក់អាវដូច្នេះរូបនេះមិនមែននៅក្នុងស្រុកខ្មែរទេហើយក៏មិនតាមទំនងមិនមែនជារូបរបស់ខ្មែរទៀតមើលតាមពុទ្ធរូបដែលឃើញបន្តិចនោះជាពុទ្ធរូបរបៀបរបស់ថៃទៅទៀតទោះបីជារូបព្រះសង្ឃខ្មែរក៏ដោយរូបនេះគឺពិតជានៅបរទេសបើមិននៅថៃក៏នៅអាមេរិកឬក៏នៅទីណាដែលមិនសម្បូរព្រះសង្ឃតាមអាត្មាមើលមិនច្រឡំទេគឺប្រកាសជានៅប្រទេសដែលជឿនលឿនដូចជាអាមេរិកឬក៏កាណាដាឬក៏អូស្ត្រាលីដែលនៅទីនោះมันមានព្រះសង្ឃច្រើនហើយចង្ហាន់បែបនេះសូមជម្រាបឲ្យដំថាមិនរាល់ថ្ងៃទេមិនរាល់ថ្ងៃទេយ៉ាងច្រើនមួយឆ្នាំ2ដងចុះចូលឆ្នាំម្ដងហើយនឹងថ្ងៃជុំបិណ្ឌជុំធំម្ដងហើយឥឡូវអាត្មាចង់និយាយថាតើចង្ហាន់នឹងវាពិតជាអត់ប្រយោជន៍ឬវាខ្ជិះខ្ជាយមែនឬប្រសិនបើចង្ហាន់ទាំងអស់នេះយកមកដាក់ពោពេហើយយកទៅដាក់ចោលអានឹងយើងគិតថាវាអត់ប្រយោជន៍មែនក៏ប៉ុន្តែចង្ហាន់ទាំងអស់នេះណាលោកឆាន់តែបន្តិចហើយក៏ចែកញាតិញោមបរិភោគវិញដដែលលោកមានទៅយកទៅលក់ទៅដូរអីឬក៏ឯកឧត្តមមិនដែលពិសាបាយវត្តទេបាយវត្តហ្នឹងវាបានមកពីណាបានមកពីដាក់ច្រើនអញ្ចឹងហើយវាសល់ហ្នឹងបានទៅក្រហោះបរិភោគម្នាក់យកមកតែបន្តិចហើយទីបំផុតវាសម្រាប់ឆ្អែតគ្រប់គ្នាដដែលនឹងយើងមើលបញ្ហាហ្នឹងឲ្យវាឃើញមើលហើយអាត្មាមិនជាថាយ៉ាងម៉េចទេបៈឯកឧត្តមក៏រស់ដោយសារសហគមន៍ពុទ្ធបរិស័ទតាមវត្តនានានៅបរទេសរីមកដែរបើសិនបើរឿងអញ្ចឹងយកមកផុសដែរផុសក៏ផុសទៅប៉ុន្តែបញ្យលឲ្យវាច្បាស់លាស់ទៅមើលប៉ុន្តែបើផុសហើយមិនបញ្យលឲ្យច្បាស់លាស់ទេអាដាមគិតបន្តិចទៅមើលតើជាការបានប្រយោជន៍អីខ្លះទី1នៅក្នុងចំណោមអ្នកធ្វើនយោបាយទាំងអស់ហ្នឹងក៏មិនមែនសុទ្ធតែជាអ្នកកាន់ពុទ្ធសាសនាទេអាចមានសាសនាដទៃនៅក្នុងហ្នឹងដែរអញ្ចឹងយើងលើកយកចំណុចខ្សោយរបស់អ្នកកាន់ពុទ្ធសាសនាមកនិយាយវាជាការផ្ដល់ឱកាសឲ្យអ្នកកាន់សាសនាដទៃហ្នឹងសប្បាយចិត្តក្នុងការវាយប្រហារឃើញទេអាត្មាក៏ធ្លាប់ដើរទៅបរទេសធ្លាប់ទៅទីណាប្រទេសជឿនលឿនអាត្មាក៏ធ្លាប់ទៅដែរអ្នកដឹកនាំរបស់គេគឺគិតរឿងមានប្រយោជន៍ច្រើនហើយយើងយករឿងអញ្ចឹងយកមកនិយាយតាំងពីដើមមកអាត្មាសរសើរគោលគំនិតឯកឧត្តមច្រើនប៉ុន្តែលើកនេះឃើញអញ្ចឹងអាត្មាថាគំនិតស្រីឬក៏ដូចជារឿងអស់រឿងអីនិយាយមករៀននិយាយរឿងអញ្ចឹងនិយាយចុះមិនមែនថាមិនឲ្យនិយាយទេប៉ុន្តែពន្យល់កុំឲ្យគេយល់ច្រឡំឯកឧត្តមទៅដើរមើលបានដើរមើលសុខទុក្ខប្រសងតាមវត្តទេសុខខ្មែរយើងអាត្មារៀននៅភ្នំពេញប្រហែលឆ្នាំសួរថាតើមានអ្នកណាដែលយកចង្ហាន់មកប្រគេនអត់ទេខែវ៉ាកងទៅបិណ្ឌបាតរៀនប្រតិបត្តិចេញទៅបិណ្ឌបាតតែខ្លួនឯងហ្នឹងឯងប៉ុន្តែគ្រាន់ថាបាយទាំងអស់ហ្នឹងវាអត់ប្រយោជន៍ទេឯកឧត្តមយកមកផុសហ្នឹងទំនងជាមិនដែលពិសាបាយវត្តទេមើលទៅលោកឆាន់តែមួយចំអែតហើយក៏ឲ្យញាតិញោមយកទៅវិញដដែលវត្តខ្លះសម្បូរតិចណាស់ស្រុកខ្មែរយើងមានវត្តតិចណាស់ដែលសម្បូរបែបហ្នឹងឥឡូវស្រុកខ្មែរយើងដោយច្រើនវត្តខ្លះអស់វេនបិណ្ឌទៅហើយព្រះសង្ឃអត់មានអីឆាន់ទេខែភ្ជុំបិណ្ឌអីអ្នកខ្លះហ្នឹងមិនសមរឿងយកអារូបតាំងពី4 10 20ឆ្នាំមុនយកមកផុសតែរឿងហ្នឹងឯង
បើវាសម្បូរអញ្ចឹងរាល់ថ្ងៃទំនងជាគ្មានលោកសឹកទេអញ្ចឹងយើងអត់ទាំងដែលដឹងសុខទុក្ខផងណាអាត្មានិយាយនេះក្នុងភាពជាអ្នកដឹកនាំហ្នឹងត្រូវគិតចារណាច្រើនបន្តិចមុននឹងផុសមុននឹងយើងលើករឿងហ្នឹងយកមកនិយាយដែលប្រជាជនរាប់លានអ្នកគេបានទុកចិត្តទៅលើឥឡូវសរុបមកវិញថាអញ្ចឹងអាត្មាគ្រប់គ្រងនៃការធ្វើពោពាសអញ្ចឹងឬអាត្មាក៏មិនមែនជាការគ្រប់គ្រងអីរឿងអញ្ចឹងដែរប៉ុន្តែយើងសួរថាបាយហ្នឹងយកទៅណាបាយនេះប្រសិនបើបាយហ្នឹងលោកឆាន់ម្នាក់ឯងអស់នឹងលោកហ្នឹងវាល្មោពេកមែននឹងឯងហើយបើប្រកេនហើយលោកឆាន់មិនអស់យកទៅចាក់ចោលអាហ្នឹងវាខ្ជិះខ្ជាយមែននឹងឯងប៉ុន្តែអត់មានបាត់បង់ទៅណាទេជាការជួបជុំគ្នានៃពុទ្ធបរិស័ទមួយឆ្នាំម្ដងឬក៏មួយឆ្នាំពីរដងអញ្ចឹងហើយគាត់យកទៅពិសាវិញហើយបើនៅវត្តខ្លះលោកឆាន់មិនអស់អញ្ចឹងទៅអ្នកសុំទានកំសត់ទូរគត់នឹងមកស្នាក់នៅវត្តនៅអីលោកចែកចាយអញ្ចឹងទៅណាវាមានទៅចង្រៃអីវត្តខ្លះហ្នឹងភ្ជុំបិណ្ឌបានសមច្រើនគោពោពាអញ្ចឹងឃើញច្រើនដល់ពេលហ្នឹងមែនប៉ុន្តែលោកចែកទៅតាមមណ្ឌលកុមារកំព្រាទៅតាមស្អីលោកចែកចង្រៃដែរអញ្ចឹងអាត្មាសូមចម្រើនពរជាពិសេសទៅភេកនឹងតែម្ដងដែលផុសរូបនេះទីមួយអាត្មាថាញោមមិនបានមើលឲ្យជាច្បាស់ហើយយកមកផុសបើនៅស្រុកខ្មែរមែនអាត្មាមិនថាទេប៉ុន្តែរូបនេះមិនមែននៅស្រុកខ្មែរទេនៅបរទេសព្រោះលោកស្រុកខ្មែរមិនតាន់មានលោកពាក់អាវដូចលោកនេះទេនេះដោយសារអាត្មាជាអ្នកបួសនៅក្នុងពុទ្ធសាសនារាល់សកម្មភាពដែលវាពាក់ព័ន្ធជាមួយនឹងសាសនាអាត្មាត្រូវនិយាយរឿងគោលនយោបាយយ៉ាងណាឯកឧត្តមធ្វើតទៅទៀតចាព្រោះគាត់ថារូបនេះវាពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធសាសនាបានជាអាត្មានិយាយបើកាលណាយើងយកតែមិនតិចយកមកបរិហាយកមកធ្វើអញ្ចឹងអាត្មាថាមិនល្អទេយើងមើលដូចសម្បើមណាមើលបាយប៉ុណ្ណឹងប៉ុន្តែសួរទៅលោកនឹងឆាន់អស់ហ៎ថាឆាន់វាមិនអស់ទេហើយឆាន់នៅវាចាក់ចោលអីថាមិនចាក់ចោលទេចែកញាតិញោមបរិភោគវិញដដែលហ្នឹងវាមានយកទៅណាហើយដូចវត្តអាត្មាអីអញ្ចឹងវាមិនដល់បបោដល់ប៉ុណ្ណឹងទេបើគាត់ថាវាច្រើនដែរខែកាន់បិណ្ឌឬក៏ខែភ្ជុំហ្នឹងប៉ុន្តែសួរថាយកទៅណាចែកមនុស្សម្នាជុំវិញហ្នឹងរឿងដែលគួរមើលមានច្រើនណាស់ស្រុកទេសយើងត្រូវរលាយមានច្រើនណាស់រឿងនេះមិនមែននាំឲ្យស្រុកទេសយើងរលាយទេរឿងដែលនាំឲ្យស្រុកទេសយើងរលាយមានច្រើនណាស់ដែលអាយដាមត្រូវធ្វើហើយដែលអាយដាមសក់ធ្លាប់សន្យាជាមួយប្រជារាស្ត្រយ៉ាងម៉េចនៅមានច្រើនណាស់រឿងនេះគឺមួយឆ្នាំម្ដងឬក៏មួយឆ្នាំពីរដងអស់ហើយប៉ុន្តែដោយអាត្មាថាអញ្ចឹងអត់មានទៅណាទេយើងហាន់ទាំងអស់នឹងទៅតាមដានមើលទៅអត់មានយកទៅចាក់ចោលណាទេព្រោះម្នាក់យកមកតែមួយចានហ្នឹងព្រោះគេមនុស្សច្រើនគ្នាវាឃើញច្រើនអញ្ចឹងរួចអីយកទៅវិសាវិញហ្នឹងចែកគ្នាវិញហ្នឹងមានយកទៅណាលោកមានយកទៅលក់ទៅដូរណាបើសិនជាប្រសងនឹងវាសបោអញ្ចឹងរាល់ថ្ងៃស្មាជឿជាក់ថាមានលោកបួសច្រើនមែនអត់សរុបសេចក្តីមកថាវាអត់មានអីអាក្រក់អាត្មាគិតថាមិនជាមានអីអាក្រក់រឿងហ្នឹងសោះយើងទៅឃើញតែមួយផ្លែតពេលដែលយើងទៅវត្តអាបុនធំនឹងម្ដងហ្នឹងក្រៅពីហ្នឹងគ្មានពីណាគិតសុខទុក្ខប្រសងទេហើយអាត្មាក៏ធ្លាប់ឃើញគេផុសរូបអញ្ចឹងយូរដែរហើយប៉ុន្តែថាធ្វើម៉េចគេមិនយល់គេចេះតែផុសអញ្ចឹងទៅបណ្ដោឯកឧត្តមដែលមនុស្សគ្រប់គ្រងរាប់លានអ្នកឯងមកយករឿងអញ្ចឹងយកមកនិយាយដែរហួសសណើចអស់សណើចប្រទេសជាតិយើងមានរឿងបញ្ហាធំៗដែលត្រូវដោះស្រាយច្រើនណាចរានពោប៉ុណ្ណឹងកុំខឹងកុំអីប៉ុន្តែសូមគិតសារឡើងវិញឯកឧត្តមសាកទៅយកកំហុសខុសឆ្គងក្នុងសាសនាដទៃយកមកផុសសាកមើលមិនស្ងៀមដូចអ្នកកាន់ពុទ្ធសាសនាអញ្ចឹងទេនេះល្អហើយអ្នកកាន់ពុទ្ធសាសនាស្លូតឥឡូវទៅផុសប៉ះអ៊ីស្លាមទៅផុសប៉ះសាសនាដទៃនោះទៅមើលអត់ស្រួលខ្លួនទេណាប៉ុន្តែសំណាងអ្នកកាន់ពុទ្ធសាសនាស្លូតជាអនុគ្រោះឲ្យទៅហើយជាចុងក្រោយសូមចម្រើនពរទៅឯកឧត្តមនិងក្រុមការងារថាបានជាផុសរូបអញ្ចឹងហើយកុំឲ្យឃើញតែរូបភាពសម្បូរអញ្ចឹងសូមឯកឧត្តមនិងក្រុមការងារដើរមើលសុខទុក្ខប្រសង់តាមវត្តផងតើលោកមានអីឆានអត់អាហ្នឹងទៅឈ្មោះថាឯកឧត្តមខ្វល់ខ្វាយជាមួយប្រជារាស្ត្រហើយនឹងជាមួយប្រសង់មែនហើយបើថាខណៈប្រហោះចោលអញ្ចឹងដូចរួយបែងចោលអញ្ចឹងអត់បានប្រយោជន៍អីទេអត់ជួយដោះស្រាយអីទាំងអស់អញ្ចឹងបានថាមានពាក្យអង់គ្លេសមួយគេថា don't judge the book by its cover គឺកុំវិនិច្ឆ័យអ្វីមួយដោយឃើញតែនឹងភ្នែកត្រូវចូលទៅដល់ខ្លឹមសាររបស់វាហើយពិនិត្យឲ្យឃើញថាតើវាមានអីខ្លះនៅក្នុងហ្នឹងតែបើយើងគ្រាន់តែយករូបភាពយកមកដាក់អញ្ចឹងហើយអត់មានជួយដោះស្រាយអីទេអាត្មាគិតថា